update តម្លៃហឹងចេញមាសនៅថ្ងៃទី4 ខែ 3 2026 មាសនៅក្នុង time frame 1ម៉ោងបាទអញ្ចឹងទីផ្សារមាសឥឡូវហ្នឹងគឺវាស្ថិតនៅក្នុងលំហូរ up ដដែលទេប៉ុន្តែមានជើង candlestick វាបាទបានមកផុតប៉ុន្តែកម្លាំងរបស់វាគឺនៅតែមានការកើនឡើងដដែលទេបងប្អូនអរគ្នាអញ្ចឹងបើសិនជាវាចុះមកដល់តម្លៃ5092បងប្អូនទាំងអស់គ្នាអាចទិញម្តងហើយបើសិនជាវាបន្តចុះមកទៀតគឺបងប្អូនអរគ្នារងចាំទិញនៅតម្លៃ4992ម្ដងទៀតបាទហើយបើសិនជាទីផ្សារនឹងវាឡើងទៅខាងលើវិញអញ្ចឹងបងប្អូនទាំងអស់គ្នាអាចលក់បាននៅតម្លៃ5418បាទហើយនឹងលក់មកម្ដងទៀតនៅខាងលើគឺនៅ5597បាទគឺបងប្អូនទាំងអស់គ្នាអាចធ្វើការលក់បានអញ្ចឹងណាបាទហើយមាសគឺវាស្ថិតនៅក្នុងលំហូរ uptrend នៅឡើយទេអញ្ចឹងហើយបើសិនជាវាចុះក៏វាមានការកើនឡើងវិញដែរអញ្ចឹងហើយបងប្អូនទាំងអស់គ្នាត្រូវតែព្យាយាមទិញឲ្យបានច្រើនជាងលក់បាទចុះទិញតែម្ដងទៅបងប្អូនទាំងអស់គ្នាបាទហើយរាល់ការចូលផ្សារទាំងអស់ត្រូវតែមាន TP ហើយនិង SL ផងបងប្អូនបាទចឹងថ្ងៃនេះខ្ញុំបានក៏មានតែប៉ុណ្ណឹងដែរបាទសូមឲ្យបងប្អូនអរគ្នាត្រូវចំណេញច្រើនហេងសំណាងល្អ